កងនាវាអាមេរិកទុកដោយយន្តហោះចម្បាំងធ្វើដំណើរទៅសមុទ្រចិនខាងត្បូងចំពេលមានភាពតានតឹងអំពីកោះតៃវ៉ាន់កងនាវាចម្បាំងផ្ទុកដោយយន្តហោះអាមេរិកមួយនិងក្រុមប្រយុទ្ធរបស់វាបានវិលទៅកាន់សមុទ្រចិនខាងត្បូងវិញបន្ទាប់ពីចូលកំពង់ផែសិង្ហបុរីចំពេលមានភាពតានតឹងរវាងចិននិងអាមេរិកជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់មន្ត្រីនៅកងនាវា7របស់អាមេរិកបានអះអាងអំពីការបញ្ជូននាវាផ្ទុកយន្តហោះ USS Ronald Reagan ទៅកាន់ផ្លូវទឹកដ៏សំខាន់នេះតែมันបានឆ្លើយនឹងសំណួរអំពីភាពតានតឹងជុំវិញដំណើររបស់លោកស្រី Pelosi ទេមេបញ្ជាការលោក Harley Sim បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានាវា USS Ronald Reagan និងក្រុមប្រយុទ្ធរបស់វាកំពុងធ្វើបដិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូងក្រោយចូលចតកំពង់ផែសិង្ហបុរីលោក Sim បានបន្ថែមថានាវា USS Ronald Reagan កំពុងធ្វើបដិបត្តិការធម្មតានិងតាមការវិភាគកំណត់ជាផ្នែកនៃការល្បាតរបស់វាដើម្បីគ្រប់គ្រងតំបន់ Indo-Pacific សេរីនិងបើកចំហមួយក្រសួងការបរទេសចិនបាននិយាយថាអាមេរិកកំពុងសម្ញែងសាច់ដុំនៅសមុទ្រចិនខាងត្បូងជាមួយនឹងក្រុមនាវា USS Ronald Reagan អ្នកនាំពាក្យក្រសួងលោកចៅជាលៀនបានប្រាប់សន្និសីទកាសែតមួយថាវាច្បាស់ណាស់ចេញពីនេះទៅគ្រប់គ្នាឃើញថានរណាជាការគំរាមធំបំផុតចំពោះសមុទ្រចិនខាងត្បូងនិងសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីព័ត៌មានស្ដីពីការបញ្ជូនចេញនាវាដឹកយន្តហោះដែលមានមូលដ្ឋាននៅជប៉ុននេះកើតឡើងនៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនឆ្លើយឆ្លងសម្ដីការទូតរវាងគ្នាអំពីដំណើររបស់លោកស្រី Pelosi ដែលត្រូវបានគេនិយាយថាអាចនឹងធ្វើឡើងនៅខែក្រោយបន្ទាប់ពីត្រូវបានពន្យាពេលម្ដងទោះជាយ៉ាងណាលោកស្រី Nancy Pelosi មិនបានបញ្ជាក់យ៉ាងណានៅឡើយទេអំពីផែនការទស្សនកិច្ចនេះរដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃពុធថាលោកបាននិយាយជាមួយ Pelosi និងផ្ទាល់ការវេកតម្លៃអំពីសន្តិសុខមួយតែព័ត៌មានអំពីដំណើរណាមួយទៅកាន់កោះតៃវ៉ាន់ទាល់តែចេញពីការិយាល័យរបស់លោកស្រីបាទច័ន្ទសឿនកម្ពុជាសន្តិភាពនាំមកជូនលោកអ្នកដោយក្រុមហ៊ុន OS Rival Marketing Cambodia សម្ផស្សសុខភាពឧត្តមភាព Cream Vermix មិនចាក់មិនលេបមិនវះកាត់គ្រាន់តែលាបប៉ុណ្ណោះ Cara Perfume Body Serum ស្បែកសស្អាតក្លិនក្រអូបនិងជឿជាក់